ជាក្រុមដែលលេងនៅតាមភូមិតែអ្នកទស្សនាមិនចាញ់ក្លឹបអាជីពនោះទេប្រិមិត្តនិងទស្សនិកជននេះគឺជាក្រុមបាល់ទាត់រាជសីព្រៃខ្ជាយថ្ងៃនេះអេដមីនចង់លើកបង្ហាញអំពីក្រុមបាល់ទាត់មួយដែលស្ថិតនៅឯខេត្តកំពង់ចាមគឺក្រុមបាល់ទាត់រាជសីព្រៃខ្ជាយជាទូទៅក្រុមមួយនេះគឺតែងតែផ្ដោតខ្លាំងមែនទែនមិនថាពានរង្វាន់លក្ខណៈមិត្តភាពឬពានរង្វាន់ផ្សេងនោះទេពួកគេតែងតែយកចិត្តទុកដាក់ជានិច្ចបាទហើយសម្រាប់អ្នកគ្រប់គ្រងនៅក្នុងក្រុមមួយនេះគឺច្រើនសន្ធឹកសន្ធាប់មែនទែនការលេងរបស់ពួកគេគឺប្រើចង្វាក់លេងមកប៉ះពីប៉ះគឺលេងល្អដូចជាបាល់ទីគីតាកាអញ្ចឹងថ្ងៃនេះអេដមីននឹងលើកយកនៅក្រុមមួយហៅថារិទ្ធិសីព្រៃខ្ជាយក៏មានឈ្មោះបោះសម្លេងខ្លាំងដែរនៅខេត្តកំពង់ចាមដូច្នេះសូមស្ដាប់ដូចតទៅរិទ្ធិសីព្រៃខ្ជាយក្រុមមួយនេះមានមូលដ្ឋាននៅក្នុងភូមិព្រៃខ្ជាយឃុំបារាយស្រុកព្រៃឈរខេត្តកំពង់ចាមបាននិយាយពីភាពល្បីល្បាញវិញនោះក្រុមមួយនេះក៏ធ្លាប់ជាក្រុមដែលល្បីល្បាញនៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ធំៗនៅតាមបណ្ដាភូមិភាគមិនថាខេត្តត្បូងឃ្មុំមិនថាស្រុកក្រូចឆ្មាឬទីណានោះទេហើយកាលនោះព្រៃខ្ជាយបានបើកនៃការប្រកួតពានរង្វាន់ដំបូងរបស់គេហើយព្រៃខ្ជាយក៏ធ្វើជាម្ចាស់ផ្ទះផងដែរដែលមានការចូលរួមពីក្រុមមកតាមបណ្ដាភូមិបណ្ដាស្រុកនិងខេត្តដទៃជាច្រើនសរុបមកប្រហែលជា16ក្រុមពួកគេពិតជាធ្វើបានល្អមែនទែនដោយក្រុមជើងឯកជាលើកដំបូងរដូវកាលទី1នៅក្នុងទឹកដីខ្លួនឯងតែម្ដងវ៉ាវនេះពិតជាមានមោទនភាពមែនទែនសម្រាប់ប្រជាជនដែលរស់នៅទីនោះដោយសារតែមានការជ្រុំជ្រែងពីថ្នាក់ដឹកនាំគណៈកម្មការរៀបចំបាល់ទាត់ភូមិព្រៃខ្ជាយទាំងអស់គ្នាដែលតែងតែចំណាយពេលវេលានិងថវិកាផ្ទាល់ខ្លួនរបស់ពួកគាត់ដើម្បីអភិវឌ្ឍនៅក្នុងភូមិនៅក្នុងស្រុករបស់ពួកគាត់តែងតែមានបុគ្គលសំខាន់ជាច្រើនធ្វើការឧបត្ថម្ភរកការប្រកួតនេះគឺជាការជំរុញឲ្យកីឡាករទាំងអស់គឺមានឱកាសបង្ហាញសមត្ថភាពនិងចូលរួមពេញដៃពេញជើងនៅក្នុងពានរង្វាន់ធំៗតាមបណ្ដាភូមិភាគផ្សេងនៅក្នុងនោះរាជសីព្រៃខ្ជាយក៏បានជួយឲ្យភូមិរបស់ខ្លួនបានក្លាយជាជើងឯកតំណាងឲ្យឃុំបារាយហើយបានលើកពានរង្វាន់ឯកឧត្តមបណ្ឌិតបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីដែលបានរៀបចំនៅស្រុកព្រៃឈរថ្ងៃសៅរ៍ទី29ខែមេសាឆ្នាំ2023រដូវកាលទី1ហើយបន្តបន្ទាប់មករំលងត្រឹមតែ2ខែកន្លះពួកគេក៏បានឈ្នះជើងឯកពានរង្វាន់ថ្នាក់ស្រុកម្ដងទៀតនោះគឺស្រុកកងមាសដែលធ្វើជាម្ចាស់ផ្ទះពានរង្វាន់គឺមលុបសន្តិភាពនៅក្នុងឆ្នាំ2023ម្ដងទៀតផងដែរទន្ទឹមនឹងនោះគឺរដូវកាលថ្មីដែលជាឆ្នាំល្អរបស់ពួកគេផងដែរនៅក្នុងឆ្នាំ2023-2024ក្រុមបាល់ទាត់រាជសីព្រៃខ្ជាយពួកគេពិតជាធ្វើបានល្អសហការជាក្រុមបានល្អមែនទែនលើកពានជម្រើសជើងឯកថ្នាក់ខេត្តតែជាពានធំជាងគេតែម្ដងនៅក្នុងខេត្តកំពង់ចាមដើម្បីជាហើយពានរង្វាន់នោះគឺជាពានរង្វាន់អបអរសាទរទិវាជ័យជំនះ7មករានៅក្នុងខេត្តកំពង់ចាមរាជសីព្រៃខ្ជាយបានក្រុងជើងឯក2ឆ្នាំជាប់គ្នាអានិយាយបានថាក្រុមនេះមិនល្អពេកហើយក៏មិនអាក្រក់ពេកដែរតែស្ថិតិវិញមិនធម្មតាក្រុមមួយនេះប្រមូលផ្ដុំចាប់ផ្ដើមកោះហៅយុវជនមកវឹកហាត់ហើយក៏ជំរុញទៅដល់យុវជនដែលទើបតែប្រឡូកនៅក្នុងវិស័យកីឡាបាល់ទាត់ផងដែរយើងសង្ឃឹមថាក្រុមមួយនេះអាចស្ដារមុខមាត់សាងភាពល្បីល្បាញជូនខេត្តកំពង់ចាមមកវិញព្រោះក្រុមនេះពិតជាសម្បូរទៅដោយធនធានល្អខ្លាំងមែនទែន